ងដើម្បីទាញយកកម្មវិធីសម្អាតដោយឥតគិតថ្លៃគ្មានការផ្សាយពាណិជ្ជកម្មគ្មានការប្រើប្រាស់អង្គចងចាំងាយស្រួលដំឡើងនិងមិនអាចដំឡើងបានទាំងស្រុងសម្អាតសម្រាមឥឡូវនេះហើយទាញយកឥឡូវនេះនេះគឺកម្មវិធីបងប្អូនគួរតែឃើញវាហើយកុំចុចសម្អាតនេះឲ្យសោះគួរតែចុចបោះបង់ចោលឬក៏កន្លែងនេះសូមកុំចុចដោយសារតែកម្មវិធីហ្នឹងពេលណាដែលយើងចុចជាប់ហើយវាបង្ហាញនៅក្នុងទូរស័ព្ទដៃយើងមើលលោតពាណិជ្ជកម្មលោតមេរោគអីញ៉ៃវាច្រើននឹងជួបនៅលើ Android ច្រើនអញ្ចឹងយើងអាចចុចបោះបង់ចោលហើយចុចឲ្យខាងលើនេះដើម្បីនិចវាផុតទៅហើយពីច្រើនយើងជួបកម្មវិធីនៅលើកម្មវិធី CapCut អីមួយចំនួនយើងតែងតែប្រើវាតែងតែបង្ហាញមេរោគនោះមកហើយអញ្ចឹងមេរោគហ្នឹងអាចចុចបោះបង់វាចោលទៅពេលឃើញវាសូមឲ្យវានិយាយឲ្យចប់សិនចាំដំណើរការវាតទៀតព្រោះឲ្យតែយើងចុចសម្អាតពីច្រើនវាកាត់ឡើងលើពូមីងចាស់អញ្ចឹងគាត់ឃើញពាក្យថាសម្អាតអញ្ចឹងគាត់ធ្វើតាមណាប៉ុន្តែជាសាររបស់មេរោគដើម្បីឲ្យវាចូលនៅក្នុងទូរស័ព្ទដៃយើងវាយកមកបំផ្លាញការងារយើងកំពុងតែជាប់រវល់ប៉ុន្តែករណីថាយើងចុចជាប់ហើយយើងមានវិធីសាស្ត្រដោះវាដូចគ្នាទេប៉ុន្តែយើងមិនចង់ឲ្យវាលោតពងមើលពាណិជ្ជកម្មលោតពេញទូរស័ព្ទយើងអញ្ចឹងព្រោះអីជាការងារតែគេរកលុយតាមបណ្ដាញសង្គមដែរហ្នឹងវាចុចទៅវាលោតឲ្យពាណិជ្ជកម្មគេលោតអញ្ចឹងក៏វាខាត់អញ្ចឹងកម្មវិធីមិនគួរប្រើទេគឺខ្វែងចោលចុចបោះបង់ទៅក៏បានដែរហើយចុចលើនេះមកវារត់ទៅនេះរត់ទៅខាង Play Store អញ្ចឹងយើងអត់បាច់ install អីទេហើយយើងចុចត្រឡប់មកវិញមកបាទយើងចុចឲ្យចំសញ្ញាខ្ញុំឆិចមិញហ្នឹងហើយបងប្អូនប្រយ័ត្នតិចព្រោះអាហ្នឹងតែប៉ះផ្ទៃណាមួយនៃទូរស័ព្ទវាលោតទៅកន្លែង Play Store ដូចមិញអញ្ចឹងប៉ះកន្លែងនឹងហើយចាំមកផ្លេតវាលោតសញ្ញាខ្វែងអញ្ចឹងសញ្ញាខ្វែងហ្នឹងយើងចុចវាប្រយ័ត្នប្រយែងតិចមកបាទអញ្ចឹងវាចូលកន្លែងយើងកាត់វីដេអូ CapCut វិញហើយអញ្ចឹងតែប៉ុណ្្នឹងឯងព្រោះ CapCut ឥឡូវវាទាមទារយើងដាក់ R2 នេះខាងលើនេះ watermark នេះអញ្ចឹងទៅវាមានពាណិជ្ជកម្មឡើងហ្នឹងហើយអរគុណខ្ញុំមានប៉ុណ្្នឹងអង្គចងចាំងាយស្រួលដំឡើងនិងមិនអាចដំឡើងបានទាំងស្រុងសម្អាតសម្រាមឥឡូវនេះហើយទាញយកឥឡូវនេះ